ខាងកើអូនគិតស្អីហ្នឹងខ្ញុំគួរតែហៅបងថាលីងយួនឬមួយក៏ព្រះបត្រារវាងយើងគ្មានព្រះបត្រាទេគឺលីនយួនប៉ុន្តែពេលនេះខ្ញុំនៅតែគិតថាជាការជិលស័ព្ទមែនទេលីងយួនតើអត្តសញ្ញាណពិតរបស់បងយ៉ាងម៉េចទៅវិញប៉ាត់ស្អីទេម៉ាក់ប៉ាឆាំងកើឯងមិនទាន់ដឹងឡើយទេក្មេងម្នាក់នេះគ្រាន់តែជាតំណាងមិនមែនជាព្រះបត្រាពិតទេគេកំពុងតែប្រើអត្តសញ្ញាណរបស់ព្រះបត្រាគេនឹងត្រូវដេញចេញព្រោះតែគេបានបន្លំជាព្រះបត្រាពេលនេះមិនល្អទេគ្រួសារលីងបានប្រឆាំងជាមួយគ្រួសារគូព្រោះគេបានដកភិហ៊ុនទាំងអស់ហើយបើយើងមិនគិតរកដំណោះស្រាយគ្រួសារនេះរបស់យើងនឹងត្រូវបំផ្លាញដោយសារតែក្មេងម្នាក់នេះគេនឹងធ្វើឲ្យយើងខ្សែពិតមែនទេម៉ាក់លីងយួនគេធ្វើពេលនេះក៏ព្រោះតែខ្ញុំក៏បន្តគេអីឆាងកើគឺប៉ាដឹងឯងបារម្ភថានេះហើយនឹងគ្មានសមត្ថភាពគ្រប់គ្រាន់ឯងខ្លាចថាវិញ្ញាណលោកតារបស់ឯងពិតជាមិនស្ងប់នឹងត្រូវបំផ្លាញប៉ុន្តែដឹងទេថាព្រោះតែភាពជោគជ័យរបស់ឯងយើងបានប្រឆាំងជាមួយគ្រួសារគូធ្វើឲ្យគេដកភិហ៊ុនធ្វើឲ្យគ្រួសារនេះរបស់ពួកយើងកលាប់ចាក់មកហើយចុះណាឆាងកើបើឯងមានគំនិតផ្ទាល់ខ្លួនយើងក៏មិនបង្ខំឯងដែរឯងនឹងលីនយួនឯងរស់នៅជាមួយនឹងគ្នាអស់មួយជីវិតកុំបារម្ភកុំខ្វល់ពីអ្វីទៀតណាបងនិយាយស្អីបងភ្លេចហើយមែនទេថាមកពមៀនយើងយ៉ាងម៉េចបងក៏ពូននិយាយជាមួយនឹងកូនរបស់បងកុំមកកាត់ចង្វាក់អីណាលីនយូណាខ្ញុំនឹងស៊ីនប៊ីគ្មានប្រយោជន៍អ្វីនៅក្នុងជីវិតរបស់ខ្ញុំទេប៉ុន្តែពេលនេះខ្ញុំក៏គ្មានសល់អ្វីខ្ញុំសង្ឃឹមថាឯងនឹងមើលថែឆាំងកើឲ្យបានល្អលោកប៉ាកុំបារម្ភអីខ្ញុំមិនដឹងរឿងរបស់គ្រួសារនេះទេប៉ុន្តែគ្រួសារនេះរបស់លោកប៉ាខ្ញុំសូមធានាថាខ្ញុំមិនឲ្យមានរឿងទេដល់ពេលនេះហើយលោកនៅនិយាយលេងសើចទៀតប៉ាលីងយួនគេកំពុងតែនិយាយពីអ្វីដែលខ្ញុំចង់និយាយគ្រួសារយើងមិនអីទេឯងមានផែនការអ្វីមែនទេតើឯងមានផែនការអ្វីមែនទេឆាំងកើឯងមានដំណោះស្រាយមែនទេគ្រួសារនេះនៅពេលនេះត្រូវដកភិហ៊ុនចេញពីសហគ្រាសដោយសារគ្រួសារគូឯងច្បាស់ហើយមែនទេថាឯងអាចនឹងស្ដារឋានៈរបស់ឯងត្រឡប់មកវិញនោះលោកប៉ាណាម៉ាអ្នកទាំងពីរមិនស្គាល់នាងទេបាទនេះហ៊ាននាំខ្ញុំត្រឡប់មកវិញនាងប្រកាសជារៀបចំរួចហើយដើម្បីប្រឆាំងជាមួយនឹងគ្រួសារគូតាំងតែពីចាប់ផ្ដើមគ្រួសារគូបានបដិសេធមិនព្រមទទួលភិហ៊ុនដោយសារឆាំងកើប្រឆាំងនឹងគ្រួសារគេបងពិតជាឆ្លាតណាស់ឆាំងកើអ្វីដែលគេនិយាយជាការពិតដែរទេមែនហើយគ្រួសារគូកំពុងតែឈានដល់កំពូលពួកគេកំពុងតែអន្តេសាយើងមិនចាំបាច់ប្រកួតជាមួយនឹងពួកគេដោយសារតែការអន្តេសារបស់គ្រួសារគូទេជាយូរមកហើយខ្ញុំដឹងផែនការរបស់គ្រួសារគូច្បាស់ណាស់គេរួមដៃគ្នាជាមួយនឹង CEO ប៉ុន្តែលោកខាឡូនឹងផ្សព្វផ្សាយទំនិញរបស់គ្រួសារនេះគឺជាលោកខាឡូមែនទេម៉ាក់ក៏បារម្ភពីរឿងនោះអីជាងនេះគឺចូលហត្ថលេខាកិច្ចសន្យារួចហើយស្អែកនេះយើងនឹងចាប់ផ្ដើមតាក់ទងទៅលើទូទាំងពិភពលោកដែលមិនចាំបាច់មានគ្រួសារគូទេគ្រួសារលេងគឺជាផ្លូវផ្សេងបានធំជាងគេលើពិភពលោកល្អឯងជួយគិតពិតជាកូនស្រីរបស់ប៉ាមានឆាំងកើនៅទីនេះគ្រួសារយើងនឹងរីកចម្រើនជាងមិនខានគូឆាំងគីងកំពុងតែខលមកមិនអីទេបងចង់ដឹងថាគេនិយាយអីខ្ញុំបានលើរឿងគ្រប់យ៉ាងពីពូនស្រីខ្ញុំហើយនាងឆាំងកើនាងក៏រំលងហើយហ៎លោកប្រកូកំពុងតែនិយាយលេងសើចអីខ្ញុំច្បាស់ជាអ្នកណាទាំងអស់បើសិនជាខ្ញុំរៀបការចូលគ្រួសារគូរបស់លោកជាមួយនឹងសមត្ថភាពជីដូនរបស់ខ្ញុំគ្រួសារគូរបស់លោកនឹងលេបគេទាំងមូលជាមិនខានទេជួយវិញ្ញាណរបស់លោកតាខ្ញុំវិញនាងពិតជាក្រាន់បានណាស់ល្អចាំមើលបើគ្រួសារនេះរបស់នាងដួលនាងមិនអាចសូម្បីតែអង្គុយនៅក្នុងតំណែងជាប្រពន្ធខ្ញុំគូឆាំងគីងមែនទេសំទោសណាស់ដែលឯងមកយឺតពេលហើយឆាំងកើនៅពេលនេះគឺជាប្រពន្ធរបស់ខ្ញុំប្រពន្ធកម្មករសំណង់អាចប្រៀបធៀបជាមួយតំណែងអគ្គនាយកស្រីកំណាន់របស់គ្រួសារគូដែរទេទោះបីជានាងខ្លាចទៅជាប្រពន្ធកម្មករសំណង់នាងមិនខ្វល់ពីអ្នកណាទាំងអស់តំណែងស្រីកំណាន់នៅក្នុងគ្រួសារគូទុកឲ្យឯងទទួលចុះឯងរកបញ្ហាដាក់ខ្លួនឯងទៅយប់ហើយយើងគួរតែចូលគេងបាយបាយលីឆាំងកើចាំមើលថាគ្រួសាររបស់ឯងនឹងស្លាប់ដោយរបៀបណាចុះអ្វីខុសគ្នារវាងប្រពន្ធឆ្លាតនិងមិនឆ្លាតម៉ាក់ប៉ានៅទីនេះកុំនិយាយអ្វីផ្ដេសផ្ដាស់ចឹងល្អហើយត្រូវតាក់ទងទូទាំងពិភពលោកទៅគ្មានអ្នកណាអាចធ្វើអ្វីគ្រួសារនេះរបស់យើងបាននោះទេខ្ញុំប្រាប់បងឲ្យថាកូនស្រីរបស់ខ្ញុំឆ្លាតណាស់លេងហៅនឹងយីរ៉ូខុសគ្នាស្រឡះគូឆាំងគីងក៏គ្មានអ្វីពិសេសដែរបើគ្មានព្រះបត្រាគេក៏គ្មានអ្វីដែរនៅក្នុងច្បោះរបស់ខ្ញុំក្នុងចំណោមក្មេងរបស់គ្រួសារនេះមានតែមនុស្សម្នាក់គត់ដែលយើងអាចពឹងពាក់បាននោះគឺជាកូនស្រីរបស់ខ្ញុំឆាំងកើមើលទៅលោកទេកូនស្រីរបស់ខ្ញុំល្អខ្លាំងណាស់លោកមានតម្លៃទេខ្ញុំត្រូវតែនិយាយម៉ាក់កុំនិយាយអ្វីទៀត
យល់ទេនាងយួនស្អែកនេះបងនិងខ្ញុំត្រូវចុះហត្ថលេខាលើកិច្ចសន្យាជាមួយគ្នាឥឡូវនេះបងគឺជាប្តីរបស់ខ្ញុំហើយការងាររបស់ខ្ញុំបងត្រូវតែ មើល ជួយ ទៅ ចែ ឆា ករំ ងកើ លែក ដូចជាខ្លាចថាបងគ្មានគុណបុណ្យនៅក្នុងគ្រួសារនេះបារម្ភនៅក្នុងថ្ងៃអនាគតអូននឹងគ្មានអំណាចដោយដែលពាក្យគេនិយាយ ពេលនេះយើងប្រជុំ CEO របស់ Fintanisen Kalov គេគឺជាកូនប្រុសច្បងក្នុងឋានៈពេលជាច្រើនឆ្នាំនៅក្នុងកុងស៊ុលសាយពិភពលោកគេបានគ្រប់គ្រងមន្ត្រីរាជការកងទ័ពគេបានចេញទៅច្បាំងជាមួយនឹងព្រះបត្រាគេមិនបានស្លាប់ទេជាជំនឿរបស់គេធ្វើឲ្យគ្រួសាររបស់គេកាន់តែខ្ពស់ឡើងគេជាថ្នាក់ដឹកនាំក្រសួងការពារជាតិ ខាឡូសនោះមែនទេថ្វាយបង្គំព្រះបុត្រាសូមគុំសម្រាប់ខ្ញុំឲ្យខ្ញុំចង់ធ្វើការឲ្យលោកសូមទុកជីវិតផងទៅខ្ញុំសូមវល់គឺជាគេ ថាម៉េចបងនិយាយអ្វី អូគ្មានអីទេនៅសងសងក៏នឹកឃើញព្រឹត្តិការណ៍អតីតខ្លះៗ សហគ្រាសរបស់រ៉ូឆាលគឺបានផ្សព្វផ្សាយទូទាំងពិភពលោកបើយើងអាចមានទំនាក់ទំនងជាមួយនឹងគ្រួសាររបស់គេគឺ Flexwell International ទូទាំងពិភពលោកយើងនឹងបានសម្រេចអ្វីមួយយ៉ាងទោះបីជាបងត្រូវទៅកាន់គ្រួសារនេះគឺគ្មានអ្នកណានឹងជំទាស់ជាមួយនឹងបងទៀតទេ អូខេបងនឹងស្ដាប់តាមអូន សួស្តីអ្នកនាងសូមចេញមកតាមខ្ញុំមកលោកប្រធានខាឡូសនៅខាងក្នុងសូមចេញចុះ លោកខាឡូសមិនអនុញ្ញាតឲ្យអ្នកក្រៅចូលទេគាត់ជួបតែអ្នកនាងតែម្នាក់គត់អ្នករាល់គ្នាត្រូវតែមានច្បាប់ពីការ អូ ចូល ខេមិនអីទេបងរងចាំខាងក្រៅសិនទៅខ្ញុំនឹងចូលទៅ បាន សួស្តីលោកខាឡូ អូអ្នកនាងនេះស្អាតណាស់ខ្ញុំគិតថាអ្នកនាងគួរតែនិយាយរឿងផ្ទាល់ គ្រួ ខ្លួន សារនេះរបស់យើងមានរឿងសំខាន់នៅក្នុងសហគ្រាសនេះយើងពិបាកដោះស្រាយណាស់តើបយើងមកដែលស្មោះនេះគឺកម្រងបញ្ជាទិញតម្លៃគឺដូចមាននៅក្នុងកិច្ចសន្យាលោកខាឡូបើគ្មានបញ្ហាទេសូមចាប់ដើមទៅខាឡូលោកមិនចង់មើលទេអី ខ្ញុំសូមទោសដែលផ្ដល់ដំណឹងឲ្យនាងនៅពេលនេះ Lester International គឺមិនអាចសហការជាមួយបានទេ ថាម៉េចលោកមានន័យថាម៉េចថាម៉េចលោកមានន័យថាម៉េចសូមបីតែធ្វើកិច្ចសន្យារួចហើយក៏បាត់ឯក្នុងដៃអញ្ចឹងតើមែនទេ អ្នកនាងនេះសូមមើលពីខ្លួនឯងទៅ លោក Flex Steel International យើងបន្ទាប់ពីធ្វើការពិចារណាយ៉ាងប្រុងប្រយ័ត្នយើងបានសម្រេចចិត្តថាមិនព្រមចូលរួមភាគហ៊ុនជាមួយនឹងសាលារបស់នាងគឺដោយសារតែគ្រួសារគូបើប្រៀបធៀបជាមួយនឹងគ្រួសារនេះគ្រួសារគូមានភាគហ៊ុនច្រើនជាងស្ទើរតែទាំងសហគ្រាសទាំងអស់ទៀតផងបើសហការជាមួយនឹងគ្រួសារនេះមិនបានទេ លោកមិនអាចធ្វើអញ្ចឹងបានទេនោះជាការមិនគោរពកិច្ចសន្យា កិច្ចសន្យានោះគឺជាអ្វីនាងមានសិទ្ធិមកនិយាយគ្មានទំនាក់ទំនងមិត្តភាពអ្វីទេហើយក៏គ្មានអ្វីដែលសំខាន់ដែរនោះគឺជាអ្វីដែលពួកគេបាននិយាយតែប៉ុណ្ណោះវាគ្មានន័យអ្វីទេ លោកកាឡូលោកត្រូវធ្វើអ្វីបានច្បាស់លោកត្រូវធ្វើតាមកិច្ចសន្យាឲ្យបានត្រឹមត្រូវ គ្រួសាររឆារបស់យើងមានសំណាងគ្រប់គ្រាន់ហើយកិច្ចសន្យាតូចតាចយើងអាចបោះបង់វាចោលបោះបង់នៅក្នុងធុងសម្រាមយើងនឹងសងវាវិញ ហេតុអីទេក្រែងយើងបានព្រមព្រៀងគ្នាគ្រប់យ៉ាងហើយមែនទេនៅសុកស្រាប់តែបដូរចិត្តគ្រួសារគូឲ្យអីច្រើនជាងគ្រួសារនាងតែមែនទេមិនអាចទៅរួចទេខ្ញុំមិនជឿគ្រួសារនាងរបស់ខ្ញុំជាម្ចាស់ភាគហ៊ុនដែលស្មោះត្រង់លោកមានដឹងដែរទេ អត់ទេអ្នកនាងយកច្រឡំហើយគ្រួសារគូគ្មានអ្វីទេប៉ុន្តែកាលពីម្សិលមិញខ្ញុំបានដឹងរឿងនៅក្រៅក្នុងគ្រួសារគូគឺត្រូវព្រះបត្រាគ្រីសែងនៅពីក្រោយខ្នងខ្ញុំបាទច្បាំងជាមួយនឹងព្រះបត្រានោះម្ដងហើយគួរឲ្យខ្លាចណាស់គឺធ្វើឲ្យខ្ញុំគ្មានថ្ងៃបំភ្លេចបានទេខ្ញុំមិនចង់ធ្វើសត្រូវជាមួយនឹងគេណាដូច្នេះទៅបញ្ចប់ត្រឹមនឹងទៅចុះ ហេតុអីនៅសុកទៅជាបែបនេះអាឡូ យ៉ាងម៉េចហើយនាងឆាំងកើនេះគឺជាកាដូដ៏ធំបំផុតដែលខ្ញុំយកទៅឲ្យនាងនៅពេលនេះពេញចិត្តទេ គូឆាំងគីងលោកគឺជាអ្នកធ្វើរឿងនេះទាំងអស់ ខ្ញុំបានប្រាប់នាងហើយថាកុំប្រឆាំងជាមួយនឹងយើងដូច្នេះព្យាយាមដោះស្រាយជាមួយនឹងគេទៅនាងពិតជាថាខ្ញុំមិនដឹងអីហ៎នេះគ្រាន់តែជាការចាប់ផ្ដើមទេបន្ទាប់មកគ្រួសារនេះនឹងចាប់ផ្ដើមកលាប់ចាស់ហើយខ្ញុំហ៊ានធានាថានាងនឹងមិនអាចក្រោកបានទេភាគហ៊ុនរបស់នាងនឹងខ្សែធនទាំងអស់ លោក នាងនឹងត្រូវស្លាប់
PlayStation អ៊ីនធឺណិតតិចបំផុតគ្រួសារគូរបស់សានជីងគ្រប់គ្រងភាគហ៊ុនទាំងអស់នៅក្នុងទីក្រុងផ្សេងទៀត ឯងខលុសអ្នកណាកំពុងតែសម្រុកចូលមក office របស់យើងគេហ៊ានដោយរបៀបណាឯងហ៊ានប្រឆាំងនឹង CEO របស់ Spare In International ហើយ